ភ្នំដែលពុកម៉ែបងប្អូនកំពុងតែឃើញនេះគឺឈ្មោះថាភ្នំក្បាលតោភ្នំហ្នឹងណាស្ថិតនៅ South Africa បាទអាហ្វ្រិកខាងត្បូងហើយទស្សនីយភាពជុំវិញនេះគឺជាផ្ទះប្រជាជនដែលរស់នៅក្បែរហ្នឹងផ្ទះរបស់អ្នកស្រុកអ្នកភូមិហើយភ្នំហ្នឹងល្បីល្បាញណាសម្រាប់ប្រជាជនសម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកពីព្រោះឈ្មោះវាប្លែកអញ្ចឹងប្រជាជនគឺចង់ទៅមើលឲ្យថាភ្នំហ្នឹងមានរូបភាពបែបម៉េចហើយការធ្វើដំណើរឬក៏ការទៅឡើងលើភ្នំហ្នឹងប្រជាជនគឺចាំបាច់ត្រូវការឡើងតាមផ្លូវថ្មើរជើងនេះពុកម៉ែបងប្អូនផ្លូវនេះផ្លូវសសនេះគឺជាផ្លូវហើយដើម្បីឡើងទៅដល់កំពូលភ្នំប្រជាជនគឺឬក៏ភ្ញៀវទេសចរចាំបាច់ត្រូវតែកន្លងភ្នំហ្នឹងនេះគេមានផ្លូវរបស់គេឡើងណាជាមួយខ្ញុំដាក់ map ឲ្យមើលបន្តិចនេះពុកម៉ែបងប្អូនអា QQ ហ្នឹងអញ្ចឹងយើងត្រូវកន្លងតាម QQ ហ្នឹងទៅយើងអាចឡើងទៅដល់លើកំពូលភ្នំបានហើយដើម្បីទៅដល់កំពូលភ្នំហ្នឹងយើងត្រូវឡើងតាមផ្លូវហ្នឹងចំណាយរយៈពេល1ម៉ោងទៅ1ម៉ោងកន្លះសម្រាប់ផ្លូវឡើងណាប៉ុន្តែភ្ញៀវទេសចរគឺអាចឡើងតាមផ្លូវមួយទៀតគឺលឿនគឺត្រូវឡើងតាមចរដែកគេដាក់ផ្លូវកាត់ទៅត្រង់ប៉ុន្តែវារៀងពិបាកហើយវារៀងគ្រោះថ្នាក់បន្តិចហើយសម្រាប់អ្នកដែលមាំទាំអាចឡើងតាមចង្វាក់បានគេដាក់ដូចខ្សែពួរឡើងទៅដល់លើកំពូលភ្នំវាលឿនប្រើពេលលឿនយើងទៅមើលទាំងអស់គ្នាថាលើកំពូលភ្នំហ្នឹងរូបរាងបែបម៉េចអូខេយើងចុះមកស្ទុយតែម្ដងបងប្អូននេះទស្សនវិជ្ជានៅលើកំពូលភ្នំដែលខ្ពស់ជាងគេបំផុតហ្នឹងហើយនៅលើកំពូលភ្នំតាក់ក្បាលតោហ្នឹងSouth Africa ភាគច្រើនគឺនៅតំបន់ក្តៅអញ្ចឹងព្រៃឈើឯងមិនសូវមានប្រមាណទេប៉ុន្តែខ្ញុំចាប់អារម្មណ៍ជាងគេគឺនៅជុំវិញហ្នឹងណែឃើញពុកម៉ែបងប្អូនមានសមុទ្រហើយមានផ្ទះប្រជាជនច្រើននៅក្បែរហ្នឹងទៀតហើយភ្នំនេះអមទៅដោយផ្ទះប្រជាជនតែម្ដងផ្ទះច្រើនណាស់នេះឃើញទេហើយកន្លែងហ្នឹងគឺខ្ពស់ជាងគេចំណុចខ្ពស់ជាងគេគោលដៅរបស់ភ្ញៀវទេសចរដែលឡើងមកលេងលើភ្នំហ្នឹងណាខ្ញុំ back មួយវិញនេះយើង view មើលពីលើឃើញថាអែមគួរសមណាស់បងប្អូនមើលខ្ញុំ view ជា 3D ជូនពុកម៉ែបងប្អូនមើលម្ដងទៀតនេះរូបរាងហ្នឹងគេដាក់ថាភ្នំក្បាលតោដោយសារតែវារាងដូចក្បាលតោមែនហើយបើយើងនិយាយពីចំណុចពិសេសមួយទៀតសម្រាប់ទីតាំងភ្នំហ្នឹងគឺភ្ញៀវទេសចរអាចទៅមើលឃើញទិដ្ឋភាពថ្ងៃហើយនឹងរូបភាពរបស់ថ្ងៃព្រះអាទិត្យហើយនឹងព្រះច័ន្ទរះក្នុងពេលតែមួយបាននៅលើពិសេសរបស់ភ្នំហ្នឹងអូខេទីតាំងនៅ South Africa អរគុណច្រើន